ភាពរុងរឿងនៃចក្រភពអារ៉ាប់ពីសតវត្សទី7ដល់សតវត្សទី13នៅសតវត្សទី7សាសនាថ្មីមួយបានចាប់កំណើតឡើងនៅក្នុងឧបទ្វីបអារ៉ាប់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបច្ចុប្បន្នគឺសាសនាអ៊ីស្លាមដែលមានមហាម៉ាត់ជាព្យាការីសម្រាប់អ្នកមិនកាន់សាសនាអ៊ីស្លាមមហាម៉ាត់គឺជាអ្នកបង្កើតសាសនាអ៊ីស្លាមក៏ប៉ុន្តែអ្នកកាន់សាសនាអ៊ីស្លាមវិញយល់ថាអ៊ីស្លាមតាំងពីយូរណាស់មកហើយចំណែកមហាម៉ាត់គ្រាន់តែជាព្យាការីចុងក្រោយដើម្បីនាំសាររបស់ព្រះមកផ្សព្វផ្សាយដល់មនុស្សតែប៉ុណ្ណោះក៏ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយការលេចមុខរបស់មហាម៉ាត់និងសាសនាអ៊ីស្លាមនៅឧបទ្វីបអារ៉ាប់គឺជារបត់ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់ពិភពអារ៉ាប់នៅមុនមហាម៉ាត់បណ្ដាជនអារ៉ាប់មិនទាន់បង្កើតជារចនាសម្ព័ន្ធរដ្ឋត្រឹមត្រូវនៅឡើយទេដោយពួកគេរស់នៅជាលក្ខណៈកុលសម្ព័ន្ធផ្សេងៗដាច់ពីគ្នាហើយកុលសម្ព័ន្ធនីមួយៗគោរពបូជាព្រះរៀងៗខ្លួនផ្សេងពីគ្នាគឺព្រះដែលតំណាងដោយរូបសំណាកមហាម៉ាត់បាននាំនូវសេចក្តីបង្រៀនថ្មីមួយដល់កុលសម្ព័ន្ធអារ៉ាប់គឺថាការថ្វាយបង្គំរូបព្រះជាការខុសឆ្គងពីព្រោះថាព្រះពិតមិនត្រូវការរូបសំណាកជាតំណាងហើយព្រះពិតមានតែមួយអង្គគត់ដែលជាព្រះរបស់មនុស្សគ្រប់គ្នាមនោគមវិជ្ជាសាសនាថ្មីនេះគឺជាមូលដ្ឋានដ៏សំខាន់មួយដែលឈានទៅបង្រុកបង្រួមក្រុមកុលសម្ព័ន្ធអារ៉ាប់ឲ្យទៅជាសហគមន៍តែមួយវិញគឺសហគមន៍អ៊ីស្លាមលើសពីនេះទៅទៀតមហាម៉ាត់បានរៀបចំឲ្យសហគមន៍អ៊ីស្លាមនេះមានរចនាសម្ព័ន្ធដឹកនាំត្រឹមត្រូវនៅក្នុងលក្ខណៈជារដ្ឋមួយគិតត្រឹមឆ្នាំ632ក្រោមការដឹកនាំរបស់មហាម៉ាត់អារ៉ាប់បានពង្រីកទឹកដីរបស់ខ្លួនរហូតបានទៅកាន់កាប់ឧបទ្វីបអារ៉ាប់ទាំងមូលពោលគឺទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីតគូវេតបារ៉ែនអារ៉ាប់រួមអូម៉ង់និងយេម៉ែននៃសម័យកាលបច្ចុប្បន្ននៅក្រោយមរណភាពរបស់មហាម៉ាត់នៅឆ្នាំ632អ្វីត្បិតតែសហគមន៍អ៊ីស្លាមមានការខ្វែងគំនិតគ្នាពីរឿងអ្នកស្នងតំណែងមហាម៉ាត់ក៏ប៉ុន្តែអារ៉ាប់នៅតែមានកម្លាំងខ្លាំងហើយបន្តពង្រីកទឹកដីរបស់ខ្លួនតទៅទៀតរហូតដល់ព្រំដែននៃចក្រភពប៊ីសាំងតាំងចក្រភពរ៉ូម៉ាំងខាងកើតសង្គ្រាមរវាងអារ៉ាប់និងចក្រភពប៊ីសាំងតាំងក៏បានផ្ទុះឡើងនៅក្នុងឆ្នាំ634នៅក្នុងសង្គ្រាមនេះចក្រភពអារ៉ាប់បានវាយដណ្ដើមកាន់កាប់ខេត្តម្ដងមួយរបស់ចក្រភពប៊ីសាំងតាំងគឺសេរី637អេស៊ីកនិងអាមេនី639និងតំបន់អាហ្វ្រិកខាងជើង709នៅក្នុងឆ្នាំ712កងទ័ពអារ៉ាប់បានឆ្លងសមុទ្រវីស៊ីប្រាតាហើយវាយលុកចូលដល់អេស្ប៉ាញក្រោយពីវាយយកអេស្ប៉ាញកងទ័ពអារ៉ាប់ក៏បានឆ្លងកាត់ជួរភ្នំពីរ៉ាណេចូលដល់ប៉ែកខាងត្បូងហ្គោលបារាំងបច្ចុប្បន្ននៅប៉ែកខាងកើតឯនោះវិញកងទ័ពអារ៉ាប់បានវាយកាន់កាប់អាណាចក្រពែរបានយ៉ាងស្រួលប្រជាជនពែរក៏បានទទួលយកសាសនាអ៊ីស្លាមក៏ប៉ុន្តែប្រកាន់យកនិកាយសេហេអ៊ីតប្រជាជនអេរ៉ង់ដែលជាដំណរវង្សនេះអាណាចក្រពែរសម័យបុរាណនៅតែបន្តកាន់សាសនាអ៊ីស្លាមនិកាយសេហេអ៊ីតរហូតទល់នឹងពេលសពថ្ងៃនេះការវាយទីពង្រីកទឹកដីរបស់ចក្រភពអារ៉ាប់ត្រូវបានធ្វើឡើងនៅក្នុងល្បឿនយ៉ាងលឿនគួរឲ្យកត់សម្គាល់ប៉ុន្តែក៏កងទ័ពអារ៉ាប់មិនចេះតែទទួលបានជោគជ័យគ្រប់ពេលនោះដែរកងទ័ពអារ៉ាប់ត្រូវទទួលបរាជ័យនៅក្នុងកុងស្តង់ទីនូបនៅក្នុងឆ្នាំ717ដោយមិនអាចវាយកាត់កាប់រាជធានីនៃចក្រភពប៊ីសាំងតាំងបាននៅជុំវិញអឺរ៉ុបវិញកងទ័ពអារ៉ាប់ត្រូវបានកងទ័ពរបស់ពួកហ្វ្រង់ដឹកនាំដោយ Charles Martel វាយបំបាក់នៅបដូរពើជ័យនៅក្នុងឆ្នាំ732ពួកហ្វ្រង់គឺជាប្រជាជនចេញពីអំបូរសៀម៉ានីកហើយគ្រប់គ្រងដែនដីហ្គោលប្រទេសបារាំងបច្ចុប្បន្នជោគជ័យរបស់ពួកហ្វ្រង់នៅពេលជ័យគឺជារនាំងដ៏ធំមួយដែលរាំងមិនឲ្យកងទ័ពអារ៉ាប់ឈ្លានពានចូលកាន់តែជ្រៅនៅក្នុងតំបន់អឺរ៉ុបក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគិតមកត្រឹមពាក់កណ្ដាលសតវត្សទី8ពោលគឺប្រើរយៈពេលតែមួយសតវត្សប៉ុណ្ណោះ
ចក្រភពអារ៉ាប់បានពង្រីកទឹកដីរបស់ខ្លួនរហូតដល់ទៅអាហ្គានីស្ថាននៅទិសខាងកើតនិងអេស្ប៉ាញនៅទិសខាងលិចដែនដីទាំងអស់នៅឆ្នេរប៉ែកខាងត្បូងសមុទ្រមេឌីទែរ៉ាណេព្រមទាំងតំបន់មជ្ឈមបូព៌ាទាំងមូលត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពអារ៉ាប់នៅក្នុងរយៈពេលប្រមាណ6សតវត្សចក្រភពអារ៉ាប់បានស្គាល់នូវភាពរុងរឿងបំផុតដោយនៅក្នុងអំឡុងពេលនោះអារ៉ាប់បានពង្រីកផ្លូវជំនួញរបស់ខ្លួនទាំងតាមផ្លូវគោកនិងផ្លូវទឹកចាប់តាំងពីតំបន់អឺរ៉ុបរហូតដល់អាស៊ីផ្នែកខាងចំណេះដឹងគឺការច្នៃប្រឌិតអ្នកប្រាជ្ញអារ៉ាប់ក៏មានច្រើនដែររាប់តាំងពីខាងគណិតវិទ្យារូបវិទ្យានិងតារាវិទ្យាចក្រភពអារ៉ាប់បានចាប់ផ្ដើមធ្លាក់ចុះនៅសតវត្សទី13ដោយសារតែមានសង្គ្រាមសាសនាជាមួយនឹងកាតូលិកនៅចន្លោះសតវត្សទី11និងទី12ផងនិងជាពិសេសដោយសារតែមានការឈ្លានពានពីសំណាក់ពួកម៉ុងហ្គោលរបស់ស៊ីនគីសខាននៅសតវត្សទី13កងទ័ពម៉ុងហ្គោលបានវាយលុកចូលឈ្លានពានចក្រភពអារ៉ាប់ហើយបានវាយកំទេចទីក្រុងបាកាដាត់នៅឆ្នាំ1258បើទោះបីជាចក្រភពអារ៉ាប់មិនទាន់ដួលរលំក៏ប៉ុន្តែការវាយកំទេចទីក្រុងបាកាដាត់ដោយកងទ័ពម៉ុងហ្គោលនៅឆ្នាំ1258នោះត្រូវបានអ្នកប្រវត្តិសាស្ត្រទូទៅចាត់ទុកថាជាចំណុចបញ្ចប់នៃភាពរុងរឿងរបស់ចក្រភពអារ៉ាប់បើយើងពិនិត្យមើលទៅលើស្ថានភាពភូមិសាស្ត្រនយោបាយភាសានិងសាសនាដោយជុំវិញសមុទ្រមេឌីទែរ៉ាណេនាសម័យកាលបច្ចុប្បន្ននេះយើងឃើញថាស្លាកស្នាមនៃការបែងចែករវាងអរិយធម៌ចក្រភពរ៉ូមប៊ីសាំងតាំងនិងអារ៉ាប់នៅតែបន្សល់ទុករហូតមកទល់នឹងសពថ្ងៃនេះនៅប៉ែកខាងជើងសមុទ្រមេឌីទែរ៉ាណេអឺរ៉ុបខាងលិចស្ថិតនៅក្រោមឥទ្ធិពលនៃអរិយធម៌នៃចក្រភពរ៉ូមដោយនិយាយភាសាឡាតាំងនិងកាន់សាសនាគ្រិស្តនិកាយកាតូលិកអឺរ៉ុបខាងកើតរហូតមកព្រំប្រទល់នៃតំបន់ដាបូព៌ាស្ថិតនៅក្រោមឥទ្ធិពលនៃចក្រភពប៊ីសាំងតាំងដែលកាន់គ្រិស្តសាសនានិកាយអតូណូសចំណែកខាងប៉ែកខាងត្បូងសមុទ្រមេឌីទែរ៉ាណេវិញចាប់តាំងពីតំបន់អាហ្វ្រិកខាងជើងកាត់តាមមជ្ឈមបូព៌ារហូតដល់អាហ្គានីស្ថាននិងប៉ាគីស្ថានគឺជាប្រទេសកាន់សាសនាអ៊ីស្លាមចេញពីឥទ្ធិពលរបស់ចក្រភពអារ៉ាប់